ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងអ្នកដំណើរលើនោះ4នាក់នៅរស់ទាំងអស់តែសយអីមកស្លាប់អ្នកកំពុងដើរលើដីវិញចាថ្មីនេះមានករណីធ្លាក់ឧទ្ធម្ភាគចក្រមួយនៅប្រទេសចិនអ្នកដំណើរលើនោះមានចំនួន4នាក់នៅរស់ទាំងអស់តែចែកដនអីមកស្លាប់អ្នកនៅនឹងដីអស់ម្នាក់ដោយសារតែឧទ្ធម្ភាគចក្របានធ្លាក់ប៉ះចាតាមព័ត៌មានបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅសួនទេសចរ Austin Flower Paradise ចានៅម្ដុំបឹងថៃហូចាក្នុងទីក្រុងស៊ូជូចានៅសួននេះមានសេវាកម្មជិះឧទ្ធម្ភាគចក្រមើលទេសភាពក្នុងតម្លៃ3នាក់ប្រហែលជាង$100ចានៅថ្ងៃកើតហេតុថ្ងៃទី1ខែឧសភាឆ្នាំ2025កន្លងទៅចៅឧទ្ធម្ភាគចក្របានដឹកភ្ញៀវចំនួន3នាក់រួមទាំងពីលុតម្នាក់ដែរចាតែគណៈឧទ្ធម្ភាគចក្រកំពុងតែត្រឡប់ទៅកន្លែងវិញស្រាប់តែបានធ្លាក់ចុះចាំមកក្នុងកម្ពស់ប្រមាណ10ម៉ែត្រដែលបណ្ដាលឲ្យអ្នកដំណើរនិងពីលុតចាបានរងរបួសធ្ងន់និងស្រាលហើយក៏មានអ្នកទេសចរម្នាក់ចាបានស្លាប់ភ្លាមនៅនឹងកន្លែងដោយសារតែឧទ្ធម្ភាគចក្របានធ្លាក់ចំពីលើចាយ៉ាងណាមិញមន្ត្រីមូលដ្ឋានរួមទាំងប៉ូលីសនិងក្រុមគ្រូពេទ្យបានចុះទៅជួយសង្គ្រោះភ្លាមដោយអ្នករបួសទាំង4នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យจากคณะរដ្ឋបាលអាកាសចរស៊ីវិលខេត្តទាំងស៊ូស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះផងដែរដែលឡែកខាងសួនក៏បានប្រកាសផ្អាកបណ្ដោះអាសន្នសិនដែរក្រោយពីហេតុការណ៍នេះបានកើតឡើង